សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅក្នុង Channel YouTube មាន LK ខ្ញុំបាទនេះគឺវគ្គតពីវគ្គមុនមកខ្ញុំបានធ្វើវីដេអូពីសកម្មភាពនៃស៊ីចំណីបាទនេះគឺសកម្មភាពដែលវាស៊ីហើយវាបានទៅជុះប្រឡោះរោមឬក៏អីរបស់វានៅនោះបាទហើយខ្លះក៏នៅទេមិនទាន់បានចេញពីកន្លែងស៊ីទេហើយកប៉ានេះគឺមាន2វគ្គបាទវគ្គមុននេះគឺ1ចូល2គីឡូហើយបាទហើយវគ្គក្រោយគឺខ្ញុំទើបតែដាក់បាទនៅខាងនោះបាទនៅត្រង់នោះកន្លែងបាំងនោះនេះមន់ទេបាទនៅកន្លែងបាំងនោះនឹងគឺខ្ញុំដាក់50ដែរប៉ុន្តែវាមានបញ្ហាសាលងាវាកាយយកមកនោះមេជាខ្លាំងយើងថ្ងៃក្តៅយកទៅជាអញ្ចឹងហើយខ្ញុំអត់កាលហ្នឹងវារពលដែរអត់បានដាក់អំពូលដាក់អីកម្ដៅអូបានធ្វើឲ្យងាប់អស់ច្រើនបាទមួយចំនួនអញ្ចឹងនៅឥឡូវធំដែរហើយបាទនោះគឺកូនវាតិចតូចនេះគឺចំការយើងមិនថាចំការយើងដាំអំពៅដើម្បីឲ្យវាមានម្លប់មានអីចឹងទៅហើយមន់ដល់ទៅពេលវាធំទៅឲ្យមន់ឲ្យទាបញ្ជ្រោកនៅក្រោមអំពៅហ្នឹងបាទវាចឹកនេះចឹកនោះស៊ីចឹងណាបាទយើងឲ្យមានច្រើនមុខចឹងទៅបាទដើម្បីឲ្យវាជាម្លប់ផងវាជាចំណីវាផងហើយខាងនោះគឺកដោបបាទយើងដាំអំពៅមិញហ្នឹងដើម្បីឲ្យបានស្លឹកវាមកបានកដោបទៅស៊ីថ្ងៃហើយកដោបនេះគឺចាប់អស់ហើយបងប្អូនបាទត្រង់នេះនៅឆ្លាស់ចាស់បាទនោះគឺកន្លែងភ្ញាស់ពងគឺទើបតែចាប់ដើមភ្ញាស់បាន 4-5 ថ្ងៃហើយបាទរីចាប់ដើមរីកហើយណា2-3ថ្ងៃទៀតអាចញាស់ហើយបាទហើយញាស់យើងយកមកដាក់ត្រង់នេះម្ដងដើម្បីឲ្យវាញាស់ទៅវានៅក្នុងហ្នឹងតែម្ដងនេះមើលសកម្មភាពទារបស់យើងវិញជាកប៉ានេះស្រួលចិញ្ចឹមណាបងប្អូនកប៉ា King បាទមិនដូចកប៉ាស្រុករបស់យើងវាចង់មានន័យថាយើងស្រួលចិញ្ចឹមដូចគ្នាប៉ុន្តែគ្រាន់តែមួយវាទូចកប៉ាស្រុករបស់យើងទូចបាទហើយកប៉ា King នេះវាធំបាទចិញ្ចឹមលឿនឆាប់ធំឈ្នះនឹងជំងឺផ្សេងបាទវាអត់ងាយមានបញ្ហាទេបាទសុខភាពល្អមែនទែនបាទនឹងអរគុណច្រើនបងប្អូនសូមជួយ Subscribe Channel ខ្ញុំបាទម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូបន្តទៀតដើម្បីចែកជូនបងប្អូនទស្សនាបាទអរគុណជំរាបលា